អាកាសធាតុបែបនេះគឺត្រូវតែជាមួយមុខម្ហូបបែបចេះណាបងប្អូនបើយកសាច់គោមកដូរក៏អត់ដូរឲ្យដែរហើយសម្រាប់បងប្អូនដែលមានអារម្មណ៍ថាតលឿនសាច់អីកុំអូសរំលងមុខម្ហូបមួយមុខនេះសោះតានីថាអស់បាយមួយឆ្នាំងម្នាក់ឯងតែម្ដងហើយសម្រាប់មុខម្ហូបរបស់ខ្ញុំថ្ងៃនេះគឺមានឈ្មោះថាបុកម្ជូរកសាំងដាក់មកអមបងប្អូនគ្រាន់តែឮតែឈ្មោះក៏ដឹងថាមានរសជាតិឆ្ងាញ់យ៉ាងណាដែរបងប្អូនចាមុខម្ហូបមួយមុខនេះគឺមុខម្ហូបបូគីឡូណាបងប្អូនបើសិនជាបងប្អូនចង់សរកគីឡូអីកុំធ្វើមុខម្ហូបនេះហូបអីសោះចាសម្រាប់បងប្អូនចង់ញ៉ាំបុកម្ជូរកសាំងទៅឲ្យមានរសជាតិកាន់តែឆ្ងាញ់គឺត្រូវរនលក់ឲ្យច្រើនមុខដូចរបស់ខ្ញុំចេះហើយបានលក់ថ្មីចេះទៀតបងប្អូនហើយគឺថារសជាតិឆ្ងាញ់មែនទែនរដូវខែភ្លេងអីចេះបន្លែតាមផ្សារគឺថាសម្បូរមែនទែនបងប្អូនភាគច្រើនគឺសុទ្ធសឹងតែជាបន្លែធម្មជាតិទាំងអស់ដែលអ្នកស្រុកអ្នកភូមិក៏ដាំនៅតាមផ្ទះអីចឹងទៅគាត់យកមកលក់នៅផ្សារចឹងណាបងប្អូនសម្រាប់តម្លៃវិញក៏មិនជាថ្លៃដែរបងប្អូនហើយរួមមកសំរុំចឹងណាចាហើយបើនិយាយពីរសជាតិវិញបងប្អូនហើយគឺថាញ៉ាំទៅមានរសជាតិផ្អែមឆ្ងាញ់ខ្លាំងតែម្ដងហើយសម្រាប់បន្លែដែលយើងទិញមកនេះគឺយើងធ្វើការលាងឲ្យច្រើនទឹកតិចទៅបងប្អូនដើម្បីជ្រះដីជ្រះអីស្អាតយើងញ៉ាំទៅក៏ល្អសម្រាប់សុខភាពផងដែរណាចំណែកបន្លែរបស់ខ្ញុំថ្ងៃនេះគឺថាច្រើនមុខមែនទេបងប្អូនហើយតូឡើងកំពីកំពីងដាក់ឡើងមកកញ្ច្រែងធំតែម្ដងបងប្អូនចាសម្រាប់បុកប្រហុកគឺញ៉ាំជាមួយបន្លែអីក៏ត្រូវដែរបងប្អូនហើយបងប្អូនជួយចិត្តបន្លែអីគឺយើងញ៉ាំបន្លែនោះជាមួយណាចានេះបងប្អូនហើយដូចបងប្អូនឃើញជាស្ដែងយ៉ាងគឺតូឡើងមកកញ្ច្រែងធំតែម្ដងមើលទៅគឺថាស្រស់ឡើងញញឹមជាដំបូងគឺយើងធ្វើការលីងគ្រឿងជាមុនសិនមានខ្ទឹមសនិងខ្ទឹមក្រហមហើយនិងម្ទេសទុំបងប្អូនចាម្ទេសទុំមានពីរប្រភេទខ្ញុំដាក់ម្ទេសម៉ាឡេលាយម្ទេសទុំយើងធម្មតាបងប្អូនដោយសារតែខ្ញុំសូវចេះហើណាបងប្អូនហើយសម្រាប់ការលីងគ្រឿងនេះគឺយើងត្រូវដាក់ខ្លាញ់តិចផងដែរបងប្អូនដើម្បីឲ្យគ្រឿងក្រៅរបស់យើងកាន់តែមានក្លិនឈ្ងុយចាហើយចំណែកភ្លើងគឺយើងប្រើបរិមាណតិចបំផុតដើម្បីឲ្យគ្រឿងក្រៅរបស់យើងគឺឆ្អិនបានល្អណាសម្រាប់បុកម្អមរបស់ខ្ញុំថ្ងៃនេះគឺខ្ញុំចង់យកទៅញ៉ាំជាមួយបាយក្ដាំងណាបងប្អូនដូច្នេះហើយយើងក៏ចាប់ផ្ដើមធ្វើបាយក្ដាំងសិនចាការធ្វើបាយក្ដាំងនេះក៏មានអីយ៉ាងដែរបងប្អូនហើយគឺខ្ញុំមានបាយនៅសល់ខ្ញុំយកទៅប៉ាតលើខ្ទះទៅយើងបើកភ្លើងរឹមបានដែរបងប្អូនដើម្បីឲ្យបាយរបស់យើងឡើងក្ដាំងហើយក៏ស្រួយបានល្អខ្លាំងមែនទែនចាសម្រាប់បាយក្ដាំងគឺយើងផ្ងំលើភ្លើងរឹមទុកចោលនោះសិនទៅបងប្អូនឥឡូវយើងកុំឲ្យរងចាំយូរយើងមកងាកបុកម្អមឲ្យយើងម្ដងចាការបុកម្អមនេះក៏ងាយស្រួលមែនទេបងប្អូនហើយគឺថារៀងយូរតែបន្តិចដែលយើងលីងគ្រឿងតែប៉ុណ្ណោះឯងចាមុនដំបូងគឺយើងដាក់ម្ទេសខ្ទឹមដែលយើងបានលីងមិញបុកមុនមកបងប្អូនហើយការបុកនេះគឺខ្ញុំមានដាក់អំបិលឲ្យហើយនិងប៊ីចេងនឹងចំនួនបន្តិចផងដែរបងប្អូនដើម្បីឲ្យគ្រឿងក្រៅរបស់យើងបុកទៅកញ្ឆាប់ម៉ត់ហើយជាពិសេសអត់ឲ្យគ្រឿងក្រៅរបស់យើងគឺគ្រៀតចេញក្រៅទៅបានបន្ទាប់ពីយើងបុកខ្ទឹមម្ទេសបានម៉ត់ហើយខ្ញុំក៏ចាប់ផ្ដើមដាក់ម្ជូរកសាំងចូលហើយម្ជូរកសាំងនេះគឺប៉ះរដូវខែនេះរដូវសម្បូរកសាំងបដើឲ្យបងប្អូនគឺចាស់ល្អមែនទែនចាសម្រាប់ការកាប់កសាំងគឺជាចំណុចពិសេសបងប្អូនយើងកុំកាប់បដោយកសាំងកុំកាប់បដោយផ្លែណាចាគឺយើងកាប់តែតឹងផ្លែបានយើងឆ្កៀលកើតបងប្អូនហើយខ្ញុំមុនដំបូងខ្ញុំច្រឡំកាប់បដោយផ្លែមែនណាមានឆ្កឹះចាញ់ឯណាបងប្អូនសម្រាប់កសាំងគឺខ្ញុំប្រើចំនួនជិត3ផ្លែណាបងប្អូនដោយសារកសាំងរបស់យើងគឺទូចដែលទេចាហើយបន្ទាប់ពីដាក់កសាំងរួចខ្ញុំមានដាក់ប្រហុកណាបងប្អូនជាងកន្លះស្លាបព្រាបាយផងដែរហើយប្រហុកនេះគឺរាងប្រៃបន្តិចដែរដូច្នេះការដាក់អំបិលរបស់ខ្ញុំមុនហ្នឹងខ្ញុំដាក់តែមកល្មមដែរទេបងប្អូនយើងកុំយករសជាតិប្រៃពេកណាយើងភ្លក់មើលទៅរសជាតិមកល្មមតាមដែលយើងចូលចិត្តបែបម៉េចគឺយើងដាក់គ្រឿងក្រៅបែបនោះណាបើសិនជាបងប្អូនញ៉ាំស្ករអីក៏ដាក់ស្ករតិចទៅតែខ្ញុំអត់ចូលចិត្តទេបងប្អូនបុកប្រហុកបុកអីគឺខ្ញុំមិនដែលប្រើស្ករទេបន្ទាប់ពីយើងដាក់គ្រឿងក្រៅរួចរាល់ហើយយើងបុកម្ជូរកសាំងឲ្យរាងបែកគ្រើបតិចទៅបងប្អូនដើម្បីចេញជាតិជូរបានល្អហើយជាពិសេសឲ្យចូលជាតិជាមួយគ្រឿងក្រៅផ្សេងបានល្អមកបងប្អូនហើយចុងក្រោយចាំយើងដាក់ម្អមចូលហើយនៅពេលដែលយើងដាក់ម្អមគឺយើងបុកញុំតាមម៉ាត់រ៉េពីរ៉េហ្នឹងគឺយើងអាចដួសចេញបានដែរបងប្អូនហើយបន្ទាប់មកទៀតគឺយើងងាកទៅមើលបាយក្ដាំងរបស់យើងក៏ឆ្អិនគឺស្រួយបានល្អមែនទែនបងប្អូនហើយគឺថាស្រួយឡើងប្រូបទាំងម្ដងណាឥឡូវនេះសម្រាប់បុកម្ជូរកសាំងដាក់ម្អមរបស់យើងគឺបានធ្វើរួចរាល់ហើយបងប្អូនហើយមើលទៅថាតំណងមែនទែនបើនិយាយពីរសជាតិវិញគឺថាមកល្មមមកឆ្ងាញ់និយាយរួមគឺមានរសជាតិឆ្ងាញ់សាហាវទាំងម្ដងបងប្អូនជាពិសេសបានជ្រលក់ជាមួយលក់ថ្មីស្រស់ស្រួយប្រាវទៅទៀតបងប្អូនហើយគឺថាចាប់ជាតិគ្នាខ្លាំងមែនទែនសំខាន់រសជាតិវិញគឺអុយទាំងម្ដងបងប្អូនគឺឆ្ងាញ់ខ្លាំងហើយជាពិសេសបានញ៉ាំជាមួយបាយក្ដាំងដែលស្រួយប្រាវចេះទៀតបងប្អូនអើយគឺឆ្ងាញ់ខ្លាំងតែម្ដងរួមឆ្ងាញ់ខ្លាំងមែនទែនបងប្អូនអើយសម្រាប់បុកប្រហុកអញ្ចេះទើបតែយើងដាក់បែបហឹលតិចឬមួយក៏ហឹលហោះបានឆ្ងាញ់ណាបងប្អូនគឺញ៉ាំទៅឲ្យមានហូរទឹកភ្នែកលហេមឡាមតាមបន្តិចអានោះបានឆ្ងាញ់បងប្អូនអើយចាឲ្យការបង្ហាញរបស់ខ្ញុំក៏មានតែប៉ុណ្ណេះសូមអរគុណច្រើនបងប្អូនទាំងអស់គ្នាជម្រាបលានិងជួបជាមួយនឹងខ្ញុំនៅវីដេអូក្រោយៗទៀតបាយ